បាទអនាគតកំពុងតែរងចាំកូនទាំងអស់គ្នាបាទតើថ្ងៃនេះកូនបានធ្វើអ្វីខ្លះបាទអញ្ចឹងបណ្ដាំរបស់លោកគ្រូគឺកូនត្រូវចាំ3ចំណុចបាទ3ចំណុចទី1គឺកូនរៀនអីក៏ដោយកូនរៀនឲ្យចេះបាទចំណេះដឹងទូទៅនៅសាលាឬក៏អ្វីក៏ដោយបាទន័យថាកូនរៀនហើយកូនប្រឹងរៀនវាឲ្យចេះបាទខិតខំរៀនវាឲ្យចេះចំណុចទី2គឺថ្ងៃក្រោយទៅកូនត្រូវមានជំនាញមួយពិតប្រាកដបាទជំនាញមួយពិតប្រាកដហេតុអីពីព្រោះមនុស្សយើងរស់នៅជាមួយការងាររស់នៅជាមួយនឹងមុខរបរដូច្នេះយើងត្រូវមានជំនាញមួយពិតប្រាកដហើយចំណុចទី3គឺសំខាន់ណាស់គឺកូនត្រូវតែមានសិលធម៌នៅក្នុងការរស់នៅមានគុណធម៌ណាបាទអរគុណ